ការទុករឿងអីហ្នឹងមកពីយើងចេះតែទៅគិតអារឿងដែលយើងមិនមានហ្នឹងរឿងខ្វះខាតហើយវាមានចំណង់ចង់បាននឹងឯងដែលនាំឲ្យកើតទុកវាបាត់បង់នៅអវ័យដែលជាទីស្រឡាញ់ពេញចិត្តហ្នឹងគ្រាន់តែមួយផ្នែកតូចទៅទេមួយផ្នែកតូចទេបើប្រៀបធៀបនឹងជីវិតវិញគឺមួយផ្នែកតូចមែនទេនឹងឯងដែលបាត់បង់ទៅហ្នឹងធំដុំអីក៏វាមានតាមនឹងដែរប៉ុន្តែថានិយាយតែពីរឿងយើងកើតទុកហ្នឹងរឿងបន្តិចបន្តួចទេតែមកពីយើងមិនសុខចិត្តមិនសុខចិត្តគឺចិត្តវាអត់សុខនឹងឯងហ្នឹងឯងមិនសុខចិត្តប្រែមកថាចិត្តអត់សុខម៉េចណាកើតទុកមិនសុខចិត្តបានន័យថាចិត្តវាអត់សុខហើយមានអ្នកណាគេមកកើតទុកមិនសុខចិត្តជំនួសយើងហ្នឹងឯងជារឿងរៀងព្រះអង្គរៀងខ្លួនតិចថាទៅទេឲ្យអ្នកណាសងអីខ្ញុំខំខឹងនឹងតែឯងខាតសេចក្តីសុខខ្ញុំអស់សងខ្ញុំមកអីចឹងមានអ្នកណាគេសងយើងហ្នឹងឯងយើងត្រូវការបំពេញបុណ្យកុសលដើម្បីឲ្យបានគ្រប់គ្រាន់សម្រាប់អរិយមគ្គប៉ុន្តែរវល់តែអបត្តអបាយអរិទ្ធអរាយអត់បានសន្សំឲ្យបានម៉ត់ចត់ល្អអញ្ចឹងវាខ្វះអត់អាចសម្រេចអរិយមគ្គបានអញ្ចឹងយើងទៅទាឲ្យអ្នកណាសងហ្នឹងឯងអ្នកឯងធ្វើឲ្យខ្ញុំមួម៉ៅក្តៅក្រហាយអ្នកឯងធ្វើឲ្យខ្ញុំបាបអីហ្នឹងចេះចោតគេទៅកុំតែមួម៉ៅក្តៅក្រហាយខ្លួនឯងហ្នឹងអ្នកណាមកធ្វើហ្នឹងឯងដូច្នេះគឺយើងអត់មានទៅរករឿងណាទេចឹងគឺតែថាកាលណាមិនគ្រប់มันអាចសម្រេចអរិយមគ្គបានហើយគឺជាការខ្វះខាតហើយអ្នកដែលគ្រប់បានសម្រេចព្រឹបអស់អញ្ចឹងទៅអញ្ចឹងគឺយើងកុំចេះតែរវើរវាយអត្តប្រយោជន៍ទៅនៅក្នុងរឿងផ្សេងដែលជាប់ជំពាក់តាក់ទិននឹងអ្នកដទៃជាប់ជំពាក់ជាមួយរឿងរ៉ាវខាងក្រៅរឿងអ្វីហ្នឹងនាំឲ្យមិនបានការសន្សំសន្តាននៅសេចក្តីល្អក្នុងមួយថ្ងៃហ្នឹងឯងហើយយើងចង់បានអីពីអ្នកដទៃហ្នឹងកុំនិយាយដល់តែអត់សំបីតែបានណាសំបីតែបានហ្នឹងក៏យើងគិតមើលតើមកលះកិលេសឲ្យយើងបានដែរអីធ្វើលោភៈទោសៈមោហៈក្នុងចិត្តរបស់យើងហ្នឹងឲ្យអស់បានទេហ្នឹងឯងចឹងកុំឲ្យយើងទះអន្ទែងពេកមិនបានទេក៏ហីទៅឲ្យយើងយល់ចឹងណាបានមកវាមិនអាចរួចផុតចាកទុកដដែលហ្នឹងពីព្រោះវាតល់អស់លោភៈទោសៈមោហៈក្នុងចិត្តយើងប៉ុណ្ណាបានវារួចផុតហើយចុះអាក្រន់តែបានស្អីហ្នឹងវាមិនមែនបានប៉ុនទេណាមិនមែនតួបញ្ញាឯណាមិនមែនសោតតាបត្តមៈឯណាហ្នឹងឯងក៏បខំចង់បានម្លេះអត់តែចង់ហ្នឹងឯងដែលវានាំឲ្យកើតជាការបន្ទុះតោះតោមនោះកើតឡើងហ្នឹងឯងចឹងគឺយើងរៀនលះបង់អ្វីដែលវាមានការកណ្ដងទៅប្រែប្រួលទៅបាត់បង់ទៅហ្នឹងគឺរៀនចោលទៅចឹងហើយយើងនៅមានប៉ុណ្ណាដូចជាអាយុជីវិតអីហ្នឹងដែលយើងអាចធ្វើទានបានកម្មសិលបានហ្នឹងមិនក៏យើងមិនមកពិនិត្យមើលអ្វីដែលយើងនៅមានហ្នឹងផងមើលហ្នឹងឯងស្អីដែលបាត់ទៅហ្នឹងវាមិនមែនវិនិច្ឆ័យសិលទេណាគឺណាទោះជាវិនិច្ឆ័យញាតិទោះជាវិនិច្ឆ័យទ្រព្យទោះជាវាមានរោគគាអីដែលជាការបាត់បង់នៅសុខភាពអីទៅតាមជារាអីហ្នឹងកុំតែវាបាត់សិលកុំតែវាជាសីលភយសនៈកុំតែជាសមាទិដ្ឋិភយសនៈ
ជាសនៈប្រែថាវិន័យណាកុំតែវិន័យសិលវិន័យសមាធិធិអញ្ចឹងយើងមករីករាយជាមួយនឹងជីវិតដែលនៅមាននេះហើយមិនមែនមានតែជីវិតឯណាមានបាយពិសាតើហ្នឹងឯងមានកូនអីណាប្រុសស្រីអីរៀនពូកែបានការងារធ្វើនៅបរទេសអីចឹងទៅមានផ្ទះសម្បែងនៅមានភរិយាមានស្វាមីថាមិនមានទេក៏ហីទៅហ្នឹងឯងមានស្អីទៀតមកសន្ធឹកខោអាវស្លៀកពាក់មានទៅខ្ចីគេស្លៀកឯណាមើលរួមសរុបមកហ្នឹងគឺថាវាល្មមតែយើងរស់នៅបានហើយសំខាន់យើងមិនមែនយកអាមានអីទាំងអស់ហ្នឹងមកជាបឋមប្រធានទេសំខាន់តែថាបច្ច័យ4ដែលយើងមានសម្រាប់រស់ហើយយើងយកការរស់នេះមកកាន់សិលបានរាល់ថ្ងៃនេះស្អីដែលយើងចង់បានទើបទេហ្នឹងរបស់យើងទេរបស់គេទេអីបតុងប្រទាញអីទាំងអស់ហ្នឹងមិនបានទេហើយទៅយើងមកនៅជាមួយសិលណាមិនក៏មិនចឹងមើលពុទ្ធបរិស័ទយើងហ្នឹងចង់បានស្អីបើតាមតែចង់ហ្នឹងឯងវាដែលចេះតែណាបានអី 100% នៅក្នុងលោកនេះហ្នឹងឲ្យបានឲ្យសពគ្រប់សំតាមបំណងប្រាថ្នាអីទាំងអស់ហ្នឹងវាមិនមានទេមកអំពីវាគ្រប់ហើយប៉ុន្តែចំណងវាធ្វើឲ្យខ្វះវាដូចតែយើងអញ្ចឹងគ្រប់ហើយតែចំណងណាដែលវាចិត្តឲ្យចង់ទៅទៀតបើតាមតែគ្រប់លមុំរស់ហើយកាន់សិលបានស្ដាប់ធัวបានវាគ្រប់ណាស់ហើយស្អីទៀតមិនចោលទេស្លាប់ទៅនឹងយកទៅមើលបានជាមិនព្រមលេងសោះហ្នឹងដូចអ្នកកើតទុករឿងអីអូយតែជួបឡើងឬទៅរអ៊ូរឿងកើតទុកហ្នឹងហើយដល់សួរទៅវាមែនវាមានរឿងឲ្យកើតទុកចឹងមែនប៉ុន្តែចុះអារឿង90ទៀតដែលនាំឲ្យសុខសប្បាយមិនក៏យើងមិនយកចិត្តមកគិតជាមួយនឹងអា90ហ្នឹងទៅគិតតែជាមួយនឹងអា10ដែលវាបាត់ទៅហ្នឹងយើងវាចង់បាន 100% អីដើររួមមើលទៅណាបាន 100% ក្នុងលោកហ្នឹងប៉ុណ្ណាវាអត់មាននរណាចេះតែបានដូចបំណងដូចជាក្តីប្រាថ្នាសពគ្រប់ទេអញ្ចឹងយើងកុំឲ្យចេះតែកើតទុកដូចគ្នាអញ្ចឹងណាព្រោះយើងមានបរតនត្រ័យយើងមានពធណាប្រញាប់ហ្នឹងឯងប្រយ័ត្នស្លាប់ទៅអត់បានស្គាល់រសជាតិនៃការគ្រប់នៅតែក្ររហូតទៅណាប្របាទមុនធាតតណាតនាងសមេធាពោលថាម៉េចណាជាធំលើទ្វីបទាំង4ណាហ្នឹងឯងព្រះអង្គអាសេកាមភោគិនាងអកោជាកំពូលដែលទៅដោយកាមភោគិនាងហ្នឹងវត្ថុដែលជាកាមគុណហ្នឹងប៉ុន្តែអតិតតោកាលកតោណាធ្វើកាលកិរិយាទៅទាំងមិនឆ្អែតកាមេហិលោកម្មហិអ្នកហត្ថិតតិគឺព្រះអង្គឧទានខ្លួនឯងដល់ពេលធ្លាក់ពីតាវតឹងមកវិញថាឆ្អែតដោយកាមទាំងឡាយក្នុងโลกនេះអត់មានទេដូចជាការឆ្អែតដោយកាមទាំងឡាយជាមេត្តាបិតាជាដើមឬក៏ធម៌បច្ច័យដីអប់រំទទួលយកនៅសេចក្តីស្ងប់ស្ងាត់អត់មានសុខោវិវេកោតផាសៈចឹងសតធម្មសបសតាជាបច្ចហង្សខាងលោកគេបានពុទេសសញ្ញមោអតត្តាវៈមរន្តិគឺមរន្តិមរៈហ្នឹងស្លាប់ហ្នឹងអតត្តាវៈហ្នឹងគឺមិនឆ្អែតចឹងក៏ណាអតត្តាវៈមរន្តិនរិយជនទាំងឡាយហ្នឹងគឺរបៀបហ្នឹងរបៀបដូចជាប្របាទមុនធាតតហ្នឹងធ្វើការកិរិយាទៅស្លាប់ទៅទាំងអត់បានដឹងរសជាតិថាបានការគ្រប់គ្រាន់នៅក្នុងโลกនេះយ៉ាងម៉េចទៅទេហើយយើងគិតតែម៉េចយើងគិតឲ្យបានដូចជាប្របាទមុនធាតតហ្នឹងទៅហើយនៅក្នុងโลกហ្នឹង
បើប្របាទមុនធៀបតោនៅតែអតិតតោកាលកតោបងណាអតិតតោព្រះអង្គមិនឆ្អែតកាលកតោព្រះអង្គធ្វើការកិរិយាទៅនឹងឯងអញ្ចឹងដូច្នេះវាដូចជាយើងរៀនពូកែយើងរៀនពូកែបានដូចថាប្រឡងបាន80%ហ្នឹងសិស្សពូកែតែប៉ុណ្ណឹងហ្នឹងឯង80%ហ្នឹងឯងអាហ្នឹងចង់បញ្ជាក់អំពីរឿងដែលថាអ្វីដែលយើងបានកើតមកជាមនុស្សនេះមើលហ្នឹងឯងអាហ្នឹងឆ្លៀសហើយណាហ្នឹងណាមិនក៏យើងមិនត្រឡប់មករីករាយជាមួយនឹងជោគជ័យរបស់យើងឈ្នះជាមួយបាបសម្បើមណាបានកើតមកជាមនុស្សណាព្រះអង្គសម្ដែងចឹងត្រង់ដែលថាសកុណោជាលមុតតាវៈអបោសក្គាយគាចតិប្រពចំពោះនាងបារិកាកូនជាតម្បាញណាអន្តភូតោអយ៉ាងលោកោតនុកេថវិបស្សតិសកុណោជាលមុតតាវៈអបោសក្គាយគាចតិនេះត្រង់អបោសក្គាយគាចតិនេះសត្វលោកដែលបានដល់សុគតិភពនឹងគឺអបៈតិចណាហើយព្រះអង្គប្រៀបដូចជាបក្សីដែលជាប់សំណាញ់ដែលអាចរួចបានតិចណាដែលជាប់ហើយគឺនៅក្នុងអំណាចព្រាហ្មណ៍ណាសំណាញ់អបាយភូមិហ្នឹងសំណាញ់អបាយភូមិដូចជាសំណាញ់ចាបអញ្ចឹងហ្នឹងឯងយើងមើលសំណាញ់លោភៈទោសៈមោហៈទិដ្ឋិមាននេះកំណាញ់ចំណែនអីហ្នឹងសិតតែក៏សំណាញ់អបាយភូមិកុំចិត្តតែចង់កំណាញ់ទៅហើយចង់ចំណែនទៅអបាយភូមិសភាពនៃកិលេសទាំងអស់ហ្នឹងសិក្សាពុទ្ធដីកាឲ្យច្រើនមើលណារឿងបុគ្គលដែលច្រើនទៅដោយសេចក្តីកំណាញ់ច្រើនទៅដោយការចំណែនអីទាំងអស់នេះណាចិត្តនោះវាសៅមងជាមួយគ្នានឹងរបស់ក្នុងលោកហ្នឹងទៅណាលោះហើយចិត្តទេសង្កលិទ្ធេតុកតੰបារិកੰខាហ្នឹងហើយអញ្ចឹងយើងដែលបានកើតមកជាមនុស្សហ្នឹងយើងឈ្នះសម្បើមណាចឹងព្រះអង្គត្រាស់កិច្ចឆោមនុស្សសបដិលាភោហ្នឹងហើយហើយយើងមានអ្វីល្មមឲ្យតែសពហើយគ្រាន់តែយើងស្ដាប់ពធនេះសម្រួលចិត្តយើងថាវាមិនបានពេញ 100% នេះអា 10% 20% ដែលវាត្រូវប្រែប្រួលត្រូវបាត់បង់ទៅយើងអត់បាននឹងគឺព្រមអត់ទៅព្រមមិនបានទៅក្នុងโลกនេះអត់មាននរណា 100% ទេបើចង់ 100% តលតែប្រតិបត្តិខ្លួនឯងតលតែប្រតិបត្តិឲ្យគ្រប់ជាមួយនឹងរបស់ដែលខ្លួនឯងមាននឹងគឺពេញ 100% ហ្មងតែមិនមែនថាទ្រព្យសម្បត្តិនឹងច្រើនជាងសម្បត្តិស្ដេចចក្រទៅទៀតទេណាមិនមែនទេច្រើនប៉ុណ្ណាក៏ដោយព្រះអង្គសម្ដែងមានភ្នំមាសភ្នំប្រាក់អីក៏ដោយគឺមិនអាចធ្វើឲ្យណាក្នុងโลกនេះឆ្អែតគ្រប់គ្រាន់ទេដូច្នេះ 100% នេះវាមិនមែនកំណត់ទៅលើចំនួនទ្រព្យសម្បត្តិថាប៉ុណ្ណាមាន 100% ទេគឺកំណត់ត្រង់ដែលចិត្តរបស់យើងវាល្មមជាមួយនឹងរបស់ដែលមានហ្នឹងឯងមានរហូតដល់ទៅឲ្យទេអញ្ចឹងមើលអានឈ្មោះមិញហ្នឹងឃើញពុទ្ធបរិស័ទចូលអីទៅក៏សប្បាយជាមួយទៅអានទាំងអស់ទៅទោះជាមិនឃើញមានចំនួនប្រាក់អីក៏ទឹកចិត្តជ្រះថ្លាតិចតួចអីយ៉ាងណាគ្រាន់តែបានជើញមកត្រេកអរទៅក្នុងធម្មទានអីចឹងទៅហើយវេកត់វេសេនាសនៈអីហ្នឹងគឺទឹកចិត្តជ្រះថ្លាបូជាបរតនត្រ័យចឹងគឺមានសេចក្តីសុខសេចក្តីសុខដែលសម្រាប់ជីវិតរបស់យើងកាលណាបើយើងអភិវឌ្ឍ
តែដោយចំណេះដឹងនឹងគុណធម៌ទៅរហូតដល់ទៅថាមិនចាំបាច់មានអ្នកដតីដឹងមានអ្នកដតីសរសើរមានអ្នកដតីលើកចម្កើងអីក៏មិនចាំបាច់ក៏គេដឹងក៏ដឹងទៅត្រេកអរទៅអត់អីទេមានបត្តទានដែរតាណាអាត្មាខ្ញុំធ្វើបន់នេះអីចឹងប៉ុន្តែដោយបត្តទានណាដោយមហាកុសលមិនមែនជារឿងលោភៈទេមិនមែនចង់បង្អួតបង្អអីទៅទេប៉ុន្តែដោយមេត្តាចិត្តដើម្បីថាបងប្អូនកូនចៅអីហ្នឹងល្មមត្រេកអរជាមួយបានហ្នឹងឯងប៉ុន្តែបើសម្រាប់យើងដែលបានធ្វើបុណ្យវិញណាប៉ុណ្ណាវាអត់សំខាន់អីនឹងអ្នកដតីដែលសរសើរទេអត់សំខាន់ទេព្រោះតែមួយផ្លេតហ្នឹងមកពេលហ្នឹងអ្វីដែលវាជារឿងយើងត្រូវពឹងបុណ្យហ្នឹងណាមកសង្សារវត្តទទួលគ្នានឹងព្រះអរហន្តនោះទទួលគ្នានឹងនិព្វាននោះដែលយើងត្រូវពឹងបុណ្យដែលយើងធ្វើនេះហើយយើងមកយកអីគ្រាន់តែគេសរសើរមកពេលមកគ្រាខ្លះគេចំណែនទៀតណាហ្នឹងឯងចំណែននឹងយើងបានល្អចំណែនយើងបានធ្វើបុណ្យធ្វើអីហ្នឹងមិនសុបាយចិត្តទៀតហ្នឹងក៏មានដែរដូច្នេះតាមនឹងទៅចុះគ្រាន់តែថាកុំឲ្យយើងយកជាបឋមប្រធានតលតែថាបានឈ្មោះបាននាមបានការសរសើរលើកចម្កើងអីបានយើងពេញចិត្តនឹងបុណ្យកុំឲ្យអញ្ចឹងបុណ្យមានតម្លៃជាងអ្នកដតីសរសើរណាហ្នឹងឯងបុណ្យមានតម្លៃជាងណាស់បុណ្យជាឧបនិស្ស័យឲ្យសម្រេចលោកុត្តរៈមិនមែនមានតម្លៃតិចតួចគ្រាន់តែសម្រាប់អ្នកដតីសរសើរទេបុណ្យសម្រាប់លះបាបក្នុងចិត្តរបស់យើងមិនមែនយើងធ្វើបុណ្យគ្រាន់តែល្មមមានតម្លៃប្រហែលគេសរសើរបានណាបើយើងមានទឹកចិត្តអញ្ចឹងបានន័យថាយើងអត់តាន់ស្គាល់បុណ្យទេអត់តាន់ឃើញអានុភាពរបស់បុណ្យទេដំណើរជីវិតចាកលោកនឹងទៅអ្នកណាគេទៅតាមសរសើរយើងអ្នកណាគេតាមការពារយើងកុំឲ្យទៅអបាយភូមិសរសើរចេះសរសើរហើយហ្នឹងឯងប៉ុន្តែរឿងវដ្តសង្សារគឺបុណ្យណាអ្នកតាមរក្សាការពារយើងណាហ្នឹងឯងអញ្ចឹងគឺសំខាន់នៅក្នុងសេចក្តីល្អដែលយើងបានធ្វើហ្នឹងដល់តែយើងមិនតាក់ទិនត្រូវការតលតែគេសរសើរគេលើកតម្កើងអីចឹងទៅយើងវាអត់មានរឿងខកចិត្តទេហ្នឹងហើយសេចក្តីល្អដែលយើងបានបំពេញហើយរហូតដល់ទៅថាអ្នកដតីនិន្ទាទៀតក៏វាមិនរលាយបុណ្យអីយើងហើយនិន្ទាអីប៉ុណ្ណឹងទ្រាំមិនបានមិនយើងសុខចិត្តឲ្យរលាយបុណ្យរបស់យើងដើម្បីថាទៅតោះទៅខឹងទៅក្រោតតតាំងអីជាមួយអ្នកដតីទេឲ្យខូចបុណ្យយើងអីមិនមែនថាបុណ្យធ្វើឲ្យវាបាត់ទៅណាទេប៉ុន្តែវាបាត់បង់នៅអបរៈចេតនាថាដែលត្រូវត្រេកអរតាមក្រោយយើងបានត្រេកអររឿយទៅវាបន្ថែមបុណ្យដែលបានធ្វើឲ្យនោះឲ្យរត់តែច្រើនទៅទៀតហ្នឹងឯងបុណ្យនោះវាជាបន្ថែមមកតាមក្រោយទៀតហ្នឹងឯងហើយបើយើងវល់តែយកពេលវេលាដែលត្រូវបន្ថែមបុណ្យនឹងទៅថ្នាក់អន់ចិត្តត្រង់ដែលគេនិន្ទាថាយើងធ្វើល្អហើយនៅតែគេនិន្ទាហ្នឹងមុនទៅអង្គគ្រូប្រមាទោសខ្ញុំណាមករងចាំមុនទៅណាហ្នឹងឯងហើយថាម៉ោង 4 ដល់មកដល់មុនម៉ោង 4ទៅណាហ្នឹងឯងទៅណាហើយដល់ចឹងទៅចាំកណ្ដាលគុណចាស់ព្រះអង្គគ្រូណាបោកសរុបតាមក្រោយពួកណែម្ចាស់បុណ្យមេគេទៀតណែខាងលើគេកណ្ដាលណាគុណចាស់ព្រះអង្គព្រះប្រឡាត់គុណកណ្ដាលបឋមប្រធានណាដោយសេចក្តីជ្រះថ្លាបានបុណ្យកុសលបណ្ណាប្រមូលប្រគេនគុណចាស់ទាំងអស់ហ្នឹងឯងចឹងប៉ុណ្ណាខ្ញុំណាបាន30នាទីហើយ
ก็น่ะมัวម៉ោង 4 ก็น่ะតែជាតិចទៀតចុះក៏ណាដោយក្តីរីករាយត្រេកអរជាមួយញាតិញោមណានឹកឃើញពធពិរោះចូលរួមជាមួយនឹងធម្មទានសិតតែ100សិតតែ$1000ទាំងប៉ុណ្ណាហ្នឹងហើយដើម្បីបាននំនប់រំដល់ទីអារាមដែលព្រះសង្ឃត្រូវគង់នៅថែរក្សាពុទ្ធសាសនាចឹងរំលឹកមកវិញណាដើម្បីកុំឲ្យពុទ្ធបរិស័ទយើងភ្លេចដើម្បីឲ្យយើងមានអ្វីពេញលេញគ្រប់ 100% គឺយើងកុំឲ្យយល់ខុសថាយើងនឹងទៅស្វែងរកអ្វីឲ្យយើងបាន 100% គឺអត់ទេយើងចង់បំពេញកើន%គឺបំពេញនៅក្នុងចិត្តរបស់យើងហ្នឹងឯងយល់ទេចឹងអញ្ចឹងយើងត្រូវយល់ថាណែ10% 20% 30% ទៅដែរហ្នឹងឯងដែលវាមានការបាត់បង់ទៅនេះគឺយើងព្រមដល់បាននេះព្រមដល់យើងយល់ថាក្នុងโลกនេះវាអត់មានអ្នកណាបានអីហើយអីនឹងនៅជាមួយរហូតទេហ្នឹងហើយអ្នកណាក៏ដោយទៅណាអ្នកណាក៏ដោយហើយបើនិយាយទៅដល់បរមត្តទៀតណាសំបីតែមហាសិទ្ធិក៏ដោយទៅមិនបាច់ចាំតតែពេលគាត់ស្លាប់ទៅទេដែលនៅរស់ហ្នឹងក៏អត់មានអីជារបស់គាត់ដែរក៏ណាដែលនៅរស់ហ្នឹងណាពីព្រោះវាមានតែវិថីចិត្តដឹងអារម្មណ៍តែប៉ុណ្្នឹងទេហើយបើនិយាយមែនទេទៅមិនមែនត្រឹមតែអត់មានអីជារបស់ខ្លួនទេខ្លួនឯងហ្នឹងក៏ជារបស់ក្នុងโลกហ្នឹងទៅទៀតហ្នឹងឯងមិនត្រឹមតែថាអ្វីហ្នឹងមិនមែនជារបស់យើងទេណាកាលណាបើយើងចាប់ប្រកាន់អ្វីនៅក្នុងโลกហ្នឹងយើងនឹងคล้ายទៅជារបស់โลกនេះហើយត្រូវឆេះដោយភ្លើងក្នុងโลกនេះភ្លើងរាគៈភ្លើងទោសៈភ្លើងមោហៈភ្លើងជាតិជារៀបជាធិមរណៈសោកៈបរិទេវៈទុក្ខតោមនស្សៈឧបាយាសៈលោកសន្និវាសត្រូវភ្លើងឆេះហើយយើងត្រូវឆេះក្នុងលោកសន្និវាសនឹងឯងទៅតាន់ពេលវេលាភ្លាមដែលយើងចាប់ប្រកាន់ថានេះរបស់យើងនោះរបស់យើងគឺយើងជារបស់ក្នុងโลกនេះអានឹងជាការពិតដោយបរមត្តដែលពុទ្ធបរិស័ទយើងត្រូវចាប់សេចក្តីនឹងឲ្យបានទៅហ្នឹងឯងមកពីអីបានយើងទៅជារបស់ក្នុងโลกនេះគឺណាអាហ្នឹងវាជារឿងសេចក្តីប្រកាន់ណាហើយយើងក្នុងโลกហ្នឹងយ៉ាងម៉េចចុះអវិជ្ជាបច្ចយាសង្ខារបច្ចយាវិញ្ញាណังវិញ្ញាណបច្ចយានាមរូបังនាមរូបបច្ចយាសលាយតនังអានឹងស្អីហ្នឹងមិនយើងហើយយើងនឹងមានផុតពីចាកលោកឯណាមិននៅក្នុងលោកហើយតែនៅក្នុងលោកមិនភ្លើងឆេះភ្លើងទុកភ្លើងកិលេសហ្នឹងហើយទាំងបច្ចុប្បន្ននឹងឯងចឹងក៏ណាទាំងបច្ចុប្បន្នដែលចាប់ប្រកាន់អ្វីហ្នឹងគឺបានន័យថាចងខ្លួនឯងឲ្យជាប់នៅក្នុងលោកនេះហ្នឹងឯងបានទៅជារបស់ក្នុងលោកហ្នឹងហ្នឹងឯងបើយើងប្រតិបត្តិដើម្បីថាកុំឲ្យជារបស់ក្នុងលោកនេះហ្នឹងគឺយើងនិយាយអំពីបដិបទាប្រព្រឹត្តទៅដើម្បីនិរោធអរិយសច្ចៈក៏ណាដោយការមិនចាប់មិនប្រកាន់អ្វីហ្នឹងហើយមិនចាប់មិនប្រកាន់តើមានវិបស្សនាតើបានឃើញថាអ្វីទាំងអស់ហ្នឹងវាមានការអស់ទៅជាធម្មតាធัวគឺវាដូចជាយើងទៅមើលទឹកហូរអញ្ចឹងហ្នឹងឯងទឹកជ្រោះច្រកល្អៀង
ទឹកជ្រោះជ្រាវណាសិតតែហូរធ្លាក់ពីភ្នំអរ៉ាល់មកទៀតកណានំអរ៉ាល់នឹងបានធាទឹកនឹងណាសម្រាប់បកបកើតផលអីទៅច្រើនទាំងហ្នឹងឯងហើយអាផ្លូវមកមិញហ្នឹងហូរពីភ្នំអរ៉ាល់ទៅហ្នឹងទៅដល់គង្គគាហ្នឹងឯងចូលពីព្រៃខ្មែរមកហ្នឹងមានកន្លែងមួយដាក់រមណីយដ្ឋានគង្គគាហ្នឹងអាហ្នឹងហូរទៅដល់ហ្នឹងហូរពីភ្នំអរ៉ាល់ទៅទៅណាហ្នឹងឯងបានបង្កបង្កើតផលដោយកខ្សែទឹកហ្នឹងហើយនៅខាងរមណីយដ្ឋានទឹកធ្លាក់ជ្រាវហ្នឹងយើងផ្លូវមកហ្នឹងចឹងផ្លូវចូលពីអមលៀងមកហ្នឹងឥឡូវចាក់កស៊ូអស់ហើយចឹងគុណចាស់នៅតែស្ពាន2 3ពងឲ្យធ្វើវៀងស្ពាន2 3ក្រៅពីហ្នឹងក៏ស៊ូអស់ហើយស៊ូទៅបចាក់មិនតាន់ទាំងផុសអីនៅតែនៅថ្មនៅឡើយបន្តិចទៀតអាក្តៅទៅផុសមកអញ្ចឹងយើងបានផ្លូវឆ្លងកាត់ដូចថាពងឆ្នាំងពងស្ពឺពងសោមអីក្នុងដំណើរបន់ទានអីគឺថាយើងឆ្លងកាត់ទៅបានស្រួលហើយប៉ុន្តែចេញទៅអរ៉ាល់ទៅពងស្ពឺទៅហ្នឹងហើយហើយចូលពីអមលៀងនឹងមកវាបំបែកណាបំបែកផ្លូវហ្នឹងវាឆ្វេងដៃវាត្រង់ដែរទេហើយផ្លូវយើងមកពងឆ្នាំងហ្នឹងវាកន្លែងហ្នឹងវាបត់ស្ដាំដៃបន្តិចហ្នឹងហើយយើងមកត្រង់ចូលមកភ្នំអរ៉ាល់ណាទឹកធ្លាក់ដឹងប្រមាណជាន់នោះជាន់ទី1ហ្នឹងក៏ឡើងហត់បន្តិចចឹងទៅសួរអ្នកស្រុកអ្នកភូមិទៅមានច្រើនជាន់ទៅលើទៀតនោះទឹកហូរពីលើភ្នំចុះមកទេហើយយើងមានការទុកទេនៅពេលដែលទឹកវាហូរចុះទៅក្រោមអញ្ចឹងណោះគេដាក់បំពង់ទៀតបំពង់ហ្នឹងមានចាំបាច់ម៉ាស៊ីនបូមអីហ្នឹងឯងទឹកវាហូរចូលមកប្រើប្រាស់បន្ទប់ទឹកអីហ្នឹងដល់សបោទឹកទៅស្អាតទប់ទឹកណាអត់មានយកលុយយកកាក់អីទេសាធារណៈអីស្អាតដាក់តែបាសសាំងមួយបង្ហូរទឹកចូលហៀទឹកហ្នឹងហ្នឹងឯងចឹងទៅប្រើប្រាស់ទប់ទឹកសម្រាប់កូនចៅខ្មែរយើងអីហ្នឹងទៅប្រើប្រាស់ភៀវបរទេសអីក៏បានហ្នឹងឯងហ្នឹងឯងខ្ញុំណាគ្រាន់តែលើកឡើងមកនេះចង់យកសេចក្តីដែលថាយើងមានកើតទុកនឹងទឹកដែលវាហូរធ្លាក់ទៅនឹងទេទៅអស់ហើយអស់អាលៀងហើយអស់របស់ខ្ញុំហើយយើងមានដែរគិតចឹងទេមើលមានគិតថាទឹករបស់ខ្ញុំនឹងហូរទៅអស់ហើយធ្វើម៉េចទុកឲ្យជាប់អីណាយើងមានតែរីករាយឲ្យទឹកនឹងវាហូរទៅទៀតហ្នឹងឯងយ៉ាងណាមិញវិបស្សនាដែលឃើញសង្ខារធัวដែលអស់ទៅសូន្យទៅហ្នឹងណាដូចឃើញទឹកហូរអញ្ចឹងវាសំខាន់ត្រង់មិនចាប់ប្រកាន់មិនហួងហែងហ្នឹងវាអត់ហួងហែងទុកថានាមរូបនឹងជារបស់យើងអស់ហើយអីណាអតីតកាលវាធម្មតាអ្វីដែលកើតឡើងហើយវាកន្លងទៅអតីតាធម្មាគ្រាន់តែយើងមើលបច្ចុប្បន្នហ្នឹងមិនចាប់ប្រកាន់បច្ចុប្បន្នដោយថារូបជាធាតុមិនដឹងដូចតែយើងមិនប្រកាន់ដីទឹកភ្លើងចោលខាងក្រៅអញ្ចឹងរួចទៅវានៅនាមធัวដែលដឹងអារម្មណ៍ហ្នឹងវេទនាសោយអារម្មណ៍វិញ្ញាណដឹងអារម្មណ៍រួចទៅរលត់ទៅឯណាយើងដែលចាំបាច់បានអីចាំបាច់បានអីពីអតីតយកមកឲ្យណាហ្នឹងចេះតែចង់រស់ខ្លួនឯងដែលជាអ្នកបានផងមើលហ្នឹងឯងកុំឲ្យរស់តែអ្វីខាងក្រៅកុំឲ្យរស់តែប្រាក់ពេកមើលរស់ខ្លួនយើងជាអ្នកបានប្រាក់ផងមើលតើណាដែលជាអ្នកបានអីហ្នឹងយើងមើលវិក្រណដីរដ្ឋីចោតប្រកាន់មូលបង្កាច់ព្រះវិខុសង្ឃព្រះរាមាប្រភាធ្វើឃាតព្រះមហាមុគលានអីទាំងអស់ហ្នឹងរឿងហ្នឹងរឿងមកពីអត់បានដឹងរឿងដែលវេទនាសោយអារម្មណ៍
វាមានខ្លួនឯងណាវិញ្ញាណដឹងអារម្មណ៍ហើយរលត់ទៅវាមានខ្លួនយើងបានអីក្នុងโลกហ្នឹងតែប៉ុណ្្នឹងទេការរស់នៅប៉ុន្តែដល់តែប្រកាន់ថានេះយើងបាត់បរិស័ទអស់ហើយបាត់លៀបសការៈអស់ហើយអញ្ចឹងត្រូវទៅធ្វើនៅអំពើបាបកម្មទាំងអស់ហ្នឹងធ្វើយ៉ាងម៉េចឲ្យប្រសមណៈគោដំភិក្ខុសង្ឃនឹងអាប់មុខអាប់មាត់ទៅហើយនឹងបានលៀបសការៈបានបរិស័ទមកបើគាត់នឹងអ្នកបានមែនទៅចុះនឹងឯងព្រោះគាត់វាបាត់បង់ណាឲ្យគាត់វាបានមែនទៅចុះព្រោះគាត់ដូច7អំពេកអញ្ចឹងវាបានភ្លឺតែពេលយប់ពេលដល់ទៅព្រះអាទិត្យរះឡើងវាអស់ពន្លឺទៅយ៉ាងណាមិញដល់ទៅព្រះពុទ្ធអង្គត្រាស់ដឹងឡើងដូចព្រះអាទិត្យរះអញ្ចឹងវាបាត់អស់ទៅណាពន្លឺ7អំពេកហ្នឹងណាលៀបតការៈអីបរិស័ទអីហ្នឹងវាខ្ទេចខ្ទីអស់ទៅឥឡូវឲ្យគាត់ទៅដណ្ដើមយកមកថាឲ្យគាត់បានមែនទៅវាអត់មានណាវាអត់មានគាត់អ្នកបានណាប៉ុន្តែអាសូរណាស់មើលហេតុតែមិនដឹងណាទៅធ្វើបាបកម្មចោតប្រកាន់មូលបង្កាច់សម្លាប់នាងសន្តរីអីឲ្យនាងចេញចាមានវិការនឹងទៅចោតប្រកាន់ព្រះអង្គធ្វើមានទីពោះធ្វើអីហ្នឹងហ្នឹងឯងហើយមើលទាំងអំពើបាបកម្មធ្ងន់មែនទេណាដើម្បីអីដើម្បីថាឲ្យខ្លួនឯងហ្នឹងបានបរិស័ទបានលៀបសការៈព្រោះខ្លួនឯងបានមែនទៅហើយវាអត់វាមានតែវេទនាសោយអារម្មណ៍រលត់ទៅហើយដល់ពុទ្ធបរិស័ទយើងដែលដឹងឡើងអញ្ចឹងទៅធ្វើបញ្ញវរិយហ្នឹងធ្វើឲ្យណាម្ល៉េះមានតែជ្រះថ្លានឹងបរតនត្រ័យទៅនឹងឯងអរព្រគុណព្រះអង្គដែលបានបង្ហាត់បង្រៀនប្រកាសនៅសច្ចធម៌ដែលធ្វើឲ្យយើងបានចេះដឹងទៅវាអត់ចាំបាច់ខ្វល់នឹងខ្លួនឯងគឺវាអត់ចាំបាច់ហួងហែងឲ្យខ្លួនយើងនឹងមានអីបានអីប្រៀបផ្ទឹមនឹងអ្នកដទៃអីវាអត់ចាំបាច់មានសេចក្តីសុខក្នុងបច្ចុប្បន្នតាន់ពេលវេលាតែម្ដងធัวមានអញ្ចឹងណាពិតអញ្ចឹងណាពុទ្ធបរិស័ទយើងបដិបត្តិទៅធัวណាបច្ចុប្បន្នហ្នឹងណាកុំឲ្យធัวហ្នឹងរំលងកុំឲ្យយើងខ្វៀងពីធัวណាហ្នឹងឯងគឺស្ដាប់ហើយស្ដាប់ទៀតផ្ទៀងផ្ទាត់ជាមួយគ្នានឹងកិច្ចប្រតិបត្តិនឹងឯងមិនងាយយើងទទួលបានទេពីព្រោះវានៅដោយសកាយតិដ្ឋិនឹងអញគឺអញហើយnói anh nó vì tranh mà tôi rương ban liệt ban vua vì tranh mà tôi rương cây sờ sai cây nân tia vì tranh mà tôi rương côn rương chai rương khoai khoai mau phía ở ban cầm nát rúp và thua chỉ thiệt mình đăng tới niệm mà thua để đăng à rom đầy like vì rúp tới thấy về ở ban cầm nát từ lơ niệm mà thua để đăng à rom nâng sập về thăm mê anatta ở khơi chỉ bo ra mắt từ thua đây về ở men dương nó về ở miền bạch nhà nâng đừng chăng cứ thà mà anh nó cứ nè khởi anh nó nè lử anh đang lên đang rô đang rường là ngày đó là anh chẳng thấy cứ về trời khoa để miền luôn anh cái trời miền vây chỉ là bỏ anh nhảy chấm tam hà nó về trời ca vây chỉ tí trời ó chỉ tí bình chẹt chẳng bàn sầm rùa tới nát cột bò sạt dần sầm rùa tới prom tới đập phê rồi ấy nâng lưu sâu từ ca tốc rương ấy cho ấy đây sầm rạp ấy trời o mà sừng thức mấy cái mình o tới chặt là vậy là ngày ban nơi rùa hơi nâng mình ai trời o nâng ca rùa đòi tập phê chư ra bố sọc chặt chùm này rọp mơn rọp liên đỏ la đòi còn nâng tiết á đầm bây ở bàn rùa đòi là bàn rùa ắt miên thì đây sọc cho mùi nâng ca rùa này từ xóm rương tích tôi ở trên ca tục nâng này chọn là tha rùa thở ấy chọn nữa chọn là tha chọn đấy cái này nâng này đôi cho nên cứ thà chỉ vết để dân đô phát đạch đầm bây ở bàn rùa nơi đó nè nâng này cứ sầm khăn để dân trời pra cho mùi nâng và rát nạ trai trời miền ở ca con cha cuồng được nông bột nua bán mà mau nâng miền tầm lay phần nà từ chỉ vật cuồng được nông bột nua mờ cực đào mà ngay mà mau nâng mà từng hôm nâng nó chỉ ca sân xóm ở room entry ở cha kla nè nâng này để dân
សុខចិត្តថាលះបង់ទ្រព្យសម្បត្តិបណ្ណាដើម្បីឲ្យបានការរស់មកហ្នឹងគឺដើម្បីយើងមានជីវិតរស់បានយើងកាន់សិលបានយើងស្ដាប់ធម៌កើតយើងបំពេញសេចក្តីល្អអប់រំចិត្តបានហើយបើយើងមិនប្រឹងប្រែងទេយើងចេះតែបានរស់មកពីណារស់សិនដូចតែរស់ហើយហ្នឹងវាមិនមែនចេះតែរហូតឯណាមិនអញ្ចឹងត្រូវតែបញ្ញាប់ពេលនេះឯងគាត់ណាត្រូវតែបញ្ញាប់ហើយបើមិនចង់ឲ្យយើងនៅក្នុងโลกនេះទេតើកុំចាប់โลกហ្នឹងត្រូវឲ្យដឹងណាតែកាលណាយើងចាប់ប្រកាន់โลกហ្នឹងជារបស់យើងគឺបានន័យថាយើងឯងជារបស់โลกនេះគឺណារំលឹកកន្លែងហ្នឹងទៀតគឺណាហើយយើងជារបស់โลกនេះហ្នឹងគឺត្រូវស្ដាប់ឲ្យបានណាដូចឆេះទាំងរស់អញ្ចឹងណាព្រោះโลกនេះជាភ្លើងគឺណាโลกនឹងជាភ្លើងអានេះវាគ្រាន់យើងនៅជាមនុស្សទេប៉ុន្តែថាវាមានភ្លើងកិលេសដុតឆេះចឹងទៅប៉ុន្តែវាមានភ្លើងអបាយភូមិភ្លើងនរកហ្នឹងឯងមិនចាំបាច់តតែចែកឋានទៅបានគេបូជាទេរឿងវដ្តសង្សារណាហ្នឹងឯងពុទ្ធអង្គទ្រង់ប្រកាសសម្ដែងដែលពនាងសមេធាលើកមកណាតិវសេតេសត្តេសតានិសត្តេវាលំពេងតេហ្នឹងវា3សតានិវា100ណាវា300លំពេងហ្នឹងចឹងតិវសេតេសត្តេសតានិនវៈនវាបាតៃយ៉ងកាយមហេវសៈសតំបេបខេតោសៃយោទុក្ខសៈជេវៈខយោបើលំពេងនៃសំលៀងថ្មីធ្លាក់មកត្រូវកាយនឹងមួយថ្ងៃ300មួយថ្ងៃ300រហូតដល់ទៅវសៈសតំបេ100ឆ្នាំមានសេចក្តីទុកមែនគឺណាបខេតោហ្នឹងចឹងក៏ប៉ុន្តែបើមានការអស់ទៅនៃទុកដោយការប្រហារទៅដោយលំពេងយ៉ាងហ្នឹងមួយថ្ងៃ300ហ្នឹងបាន100ឆ្នាំទៅបានរួចផុតចាកទុកគឺជាការប្រសើរគឺណាជាការប្រសើរសៃយោប្រសើរត្រង់ណាត្រង់ដែលថាទុក្ខសៈជេវៈខយោនេះបើមានការអស់ទៅនៃទុកហ្នឹងប៉ុន្តែវាអត់មានវិធីឲ្យអស់ទៅនៃទុកដោយការចាក់ដោយលំពេងអញ្ចឹងទេវាអត់មានទេមានតែអ្នកទាំងឡាយប្រឹងប្រែងជាយាមអត់ធន់កុំរំអួយជាមួយគ្នានឹងសេចក្តីទុកលំបាករឿងអីនេះប៉ុណ្ណឹងវាមិនដូចជាការចាក់ដោយលំពេងទេឲ្យតែព្រះមច្ឆរិយធម៌ហ្នឹងប្រព្រឹត្តទៅដើម្បីត្រាស់ដឹងសច្ចធម៌អាហ្នឹងព្រះអង្គសម្ដែងហ្នឹងរំលឹកឲ្យយើងប្រឹងប្រែងឡើងឲ្យរឹងប៉ឹងឡើងកុំឲ្យទន់ខ្សោយពីព្រោះជាភិក្ខុឃើញភ័យក្នុងវត្តដាក់ក៏ណាវាក្រៃលែងជាងលំពេងមួយថ្ងៃ300អស់100ឆ្នាំហ្នឹងទៅទៀតរឿងទុកក្នុងវត្តដាក់ហ្នឹងណាហ្នឹងឯងឥឡូវពេលនេះគឺយើងបានកើតមកជាមនុស្សប៉ុណ្ណឹងវាមានទុកលំបាកអីដូចត្រូវមកលំពេងអីណាហើយប្រព្រឹត្តព្រះមច្ឆរិយធម៌ហ្នឹងមានសេចក្តីសុខផ្លូវចិត្តទៅទៀតទោះជាលំបាកផ្លូវកាយក្តៅតិចស្រេកឃ្លានអីហ្នឹងយ៉ាងណាជំងឺរោគគាអីហ្នឹងយ៉ាងម៉េចអីហ្នឹងគឺថាកុំឲ្យបាត់បង់នៅព្រះមច្ឆរិយធម៌ក្នុងដំណើរឲ្យឃើញសច្ចធម៌បានរួចផុតចាកទុក្ខនឹងគឺខ្លឹមសារដែលព្រះពុទ្ធអង្គទ្រង់ប្រកាសសម្ដែងក្នុងន័យហ្នឹងណាហ្នឹងឯងបានជាពនាងសមេធាបញ្ជាក់មកថាអច្ឆុបកៈឆេខេតាំងអេវញ្ញូអេវੰសត្ថណោវចនាំងបុគ្គលដែលជាអ្នកចេះដឹងណាវិញ្ញូហ្នឹងបុគ្គលណាដែលជាអ្នកប្រាជ្ញបានដឹងសត្ថណោវចនាំងពាក្យទូមានព្រានបដៅរបស់ព្រះសាស្តាអញ្ចឹងនៅពេលដែលមានសេចក្តីទុក្ខខេតាំងនឹងយ៉ាងណាគឺអច្ឆុបកៈឆេក៏បីទទួលទៅសេចក្តីទុក្ខនឹងនោះវាមិនដល់ការចាក់ដោយលំពេងទេហើយប្រព្រឹត្តទៅដើម្បីត្រាស់ដឹងសច្ចធម៌ដោយព្រះមច្ឆរិយធម៌គឺណាមិនយើងទៅធ្វើខ្លួនឲ្យទុកឲ្យលំបាកអីប៉ុន្តែវាត្រូវមានទុកមានលំបាកកើតឡើងប្រចាំបញ្ញខណ្ឌណាវាត្រូវទុកលំបាកដោយប្រការណាវាបៀតបៀនពីកិលេសខ្លះចឹងទៅវាបៀតបៀនដោយសម្ផស្សក្តៅត្រជាក់ឬក៏ជំងឺរោគគាអីចឹងទៅនឹងឯងចឹងឬក៏ដូចជា
គេច្រឡំលោកជាយាមទៅស្មានតែមរឹកហ្នឹងឯងព្រោះលោកដើរទៅពងជើងពងអីចឹងទៅលោកក៏ប្រឹងប្រែងជាយាមមិនឲ្យខៃនិមិត្តភ័ក្រគ្រប់សង្កត់លុតជង្គង់ដើរអីចឹងទៅនៅក្នុងប្រកម្មដ្ឋានហ្នឹងគេច្រឡំស្មានតែមរឹកចាក់ដោយលំពេងធ្លុះពីម្ខាងទៅម្ខាងជាយាមអត់ធន់រហូតសម្រាប់ព្រះរហ័តទៅអង្គខ្លះក៏ត្រូវខ្លាខំទៅមិនទៅធ្វើឲ្យខ្លាខំអីណាប៉ុន្តែថាដល់តែវាមានជួបរឿងអញ្ចឹងនឹងឯងចឹងលោកលះបង់បញ្ញខណ្ឌនឹងជាមួយនឹងវិបស្សនានឹងសម្រាប់ព្រះរហ័តទៅនៅក្នុងមាត់ខ្លានឹងក៏មានដែរអដ្ឋកថាសតិប្បដ្ឋានសូត្រហ្នឹងឯងបថេរៈទេសៈបាក់ស្មងទាំងពីរអីទាំងអស់ហ្នឹងអាហ្នឹងនិយាយពីសេចក្តីទុក្ខហ្នឹងឯងអាចទទួលបានមិនអោយតោមនោះមិនអោយខឹងក្រោធមិនអោយក្តៅក្រហាយចូលមកបំផ្លាញឬគល់នៃព្រមចរិយធម៌គឺសិលទេពនាងសមេធាថាសីលានិព្រមចរិយ៉ាងយាវជីវាំងអ្នកទុសាយ៉ាងកូននឹងប្រព្រឹត្តព្រមចរិយធម៌មានសិលជាឫសគល់ជាភូមិឋាននេះរហូតអស់ជីវិតដោយមិនមានការប្រទុះឡើយនឹងឯងទេគឺដើម្បីជាប្រយោជន៍ឲ្យបានរួចផុតចាកទុក្ខជាតិមរណបហានាយៈនឹងឯងចឹងក៏ណាចឹងនៅក្នុងសេចក្តីនៃពធយើងយល់មករឿងហ្នឹងណារឿងហ្នឹងមករឿងថងដែលថាយើងធ្វើទុកក្នុងចិត្តខុសស្ដាយអារបស់ឥឡូវនិយាយថា 10% រវល់ដោយស្ដាយអា 10% យើងអត់បាននៅជាសុខជាមួយនឹងអា 90% នេះហើយតើយើងមានធ្វើអីអា 90 ហ្នឹងបើអត់បានឲ្យយើងត្រេកអរផងហ្នឹងយើងគិតទៅរត់អា 10 ដែលវិនិច្ឆ័យទៅនោះដល់តែអា 90 ដែលមានអត់បានឲ្យយើងសុខឃើញផ្ទះប៉ុណ្ណានៃឲ្យតម្រានកើតទុកឯងមានផ្ទះនឹងឲ្យសុខឯណាមកពីរវល់តែគិតដល់អារឿងដែលវាបាត់បង់អីដែលវាបាត់បង់ទៅវាប្រែប្រួលទៅនោះដូច្នេះត្រូវមានស្មារតីឡើងថាក្នុងលោកនេះវាអត់មានរបស់អីក្នុងលោកនឹងសម្រាប់ឲ្យយើងគ្រប់ទេបើយើងមិនព្រមគ្រប់ហើយអត់មានអ្នកណា 100% ទេអត់មានអ្នកណាបានអី 100% ខ្លួនឯងទេមានតែការអប់រំចិត្តទេហ្នឹងឯងហើយមើលអ្វីយើងអាចនៅរស់បានដូចតែយើងនៅមានបច្ច័យ4ហើយប៉ុន្តែមកពីយើងជាប់ជាពាក់ហួងហែងនឹងអ្វីសូម្បីគ្រាន់តែរបស់ដែលមិនគួរស្ដាយក៏ចេះស្ដាយឲ្យកើតទុកដែរនោះហ្នឹងឯងថាកពេចកប៉ុកអញ្ចឹងហ្នឹងដែលយើងបាត់បង់មួម៉ៅក្តៅក្រហាយអាណាយោរបស់អញអីហ្នឹងខឹងអីហ្នឹងចិត្តអាណាមីណាអីចឹងទៅលោឡាទៅស្អីទិញទួចចំណៃចំណុកផ្លែឈើឬក៏ស្អីហ្នឹងណាអាស្អីហ្នឹងវាប៉ុណ្្នឹងហើយយើងគិតថាវាអត់អីគិតអានៅពេលដែលយើងខឹងមួម៉ៅហ្នឹងយើងគិតថាអត់អីហ្នឹងហើយអាហ្នឹងមកពីយើងអត់បានឃើញទោសនៃការបាត់បង់ឱកាសពេលវេលាជាមួយគ្នានឹងការមួម៉ៅក្តៅក្រហាយអាហ្នឹងគ្រាន់តែមួយរឿងចុះនៅអារវើរវាយទៅរឿងអីទៀតនៅអាលោភៈជាប់ជំពាក់ស្អីបោះអញមកសម្បើមទៀតក៏ណាហ្នឹងឯងយើងមានបានពិនិត្យមើលអញ្ចឹងទៅបានវាចិត្តតែមានរឿងប្រកែប្រកាន់ហួងហែងហ្នឹងដោយសារយើងអត់បានអប់រំចិត្តដូច្នេះយើងត្រូវរៀនអប់រំចិត្តឡើងហ្នឹងឯងរបស់ដែលវាបាត់1 2 3ទៅហើយហ្នឹងក៏ឲ្យវាបាត់ទៅប៉ុន្តែយើងនៅជាមួយនឹងអារបស់យើងគិតជាភាគរយ 70-80% ទៀតនោះហ្នឹងឯងហើយជាពិសេសជីវិតដែលនៅរស់នេះមើលទាំងគេសុខចិត្តចំណាយប្រាក់រាប់ម៉ឺនរាប់លានណាដល់តែពេលយើងមើលដល់ដឹងថាដល់ពេលយើងត្រូវស្លាប់វ័យក៏យើងដូចថាព្រម
ព្រមលះបង់ទៅដែរបើអាចថាឲ្យយើងបាននៅរស់បន្តទៅទៀតបានហ្នឹងធំដុំមែនទេណាដល់តែយើងបានជីវិតនៅរស់ហើយហ្នឹងហើយយើងបែរទៅជាមិនឃើញថាអ្វីដែលយើងនៅមានហ្នឹងវាសមគួរសម្រាប់យើងហើយអ្វីដែលបាត់បង់បន្តិចបន្តួចទេហើយវាត្រូវតែបាត់បង់ជាធម្មតាអញ្ចឹងទៅទៀតដូចជាពេលខ្លះមានរឿងរ៉ាវកូនចៅរឿងខ្លះក៏ភរិយាស្វាមីរឿងខ្លះក៏កិច្ចការងាររឿងដីស្រែដីចម្ការអីចឹងទៅមួងម៉ៅអស់យ៉ាងហ្មងវាមកយករបស់ឯងយកអស់ប៉ុណ្ណាទៅយកអស់មកធ្វើលបងអាចមហាត់អីចឹងមកកន្លះម៉ែត្រអីចឹងណាមិនមែនមហាត់មហិត្តាទេហ្នឹងឯងមួម៉ៅហ្នឹងអារឿងហ្នឹងរួបដឹងរួបផ្ដាល់អីចឹងទៅមិនហាមឃាត់អីទេកិច្ចការងារទាំងអស់ហ្នឹងណាខ្ញុំមិនបានចូលរួមទេណាមិនហាមឃាត់ក៏មិនបានទៅត្រេកអរអីជាមួយនឹងទៅដែរគ្រាន់តែលើកឡើងថាអ្វីដែលយើងនៅមានទៀតសម្បើមហ្នឹងវាដូចជាអត់មានវាដូចជាអត់មានព្រោះមិនបានឲ្យយើងមានសេចក្តីសុខរវល់តែមួម៉ៅហ្នឹងអាបាត់បន្តិចហ្នឹងណាញាតិញោមយល់ទេមើលហ្នឹងហើយរវល់តែសោកសៅដៅកាហាយជាមួយនឹងរបស់ដែលបាត់បង់បន្តិចបន្តួចទៅធ្វើឲ្យយើងផ្លាតផ្លាត់ឃើញទេផ្លាត់ផ្លាតឃើញទេមិនបាននៅជាសុខជាមួយនឹងរបស់ដែលមានហើយយើងគិតមើលអារបស់ដែលមានហើយមិនឲ្យយើងបានសុខហើយនឹងអារបស់ដែលបាត់ទៅមានខុសអីគ្នាឃើញទេហើយយើងគ្រាន់តែគិតមកវឹបបោះអញវាបានអាប៉ុណ្ណឹងគ្រាន់តែគិតថាអញនៅមានស្អីមានជីវិតរស់នៅមានផ្ទះមានលុយមានឡានសម្បើមទៀតណាគ្រាន់តែគិតប៉ុណ្ណឹងប៉ុន្តែអាគំនិតដែលវានាំឲ្យមួម៉ៅនោះវាទាញទៅទៀតវាអូសទៅឲ្យគិតយកបើអញខឹងណាអញណានៃឲ្យតល់តែឈ្នះហ្នឹងហើយបាត់អស់ណែឧទាហរណ៍ថាប្រហែល$10,000ចុះថាប៉ុណ្ណឹងឲ្យច្រើនបន្តិចអញមិនព្រមចាញ់អញមិនព្រមចាញ់ណាអញសុកចិត្តលក់ដីអញមកកន្លែងទៀតឲ្យបានឈ្នះឯងគិតណាអាដីមកកន្លែងទៀតនោះអស់50,000ណាដើម្បីឲ្យបានឈ្នះអាដី10,000នេះហ្នឹងអាហ្នឹងឃើញឃើញព្រោះតែចង់ឈ្នះឃើញទេព្រោះហេតុតែចង់ឈ្នះអស់ប្រាក់លើសអា10,000ហ្នឹងទៅទៀតអា10,000ហ្នឹងបើថាព្រមអស់ទៅហីទៅវាមានអីនៅមកសន្ធឹកទៀតតែមកពីរឿងចង់ឈ្នះអ្នកដទៃហ្នឹងហ្នឹងឯងអញ្ចឹងទៅគឺថាត្រូវគិតគូយ៉ាងម៉េចហ្នឹងអស់ដីមួយដុំទៅទៀតទៅហ្នឹងហើយមិនព្រមឈ្នះទៀតរីងរៃរ៉ាំរ៉ៃនៅតបៅដួងចិត្តហ្នឹងអញ្ចឹងទៅហ្នឹងហើយវាអត់ព្រមសាអាហ្នឹងមើលទៅព្រោះហេតុតែបោះអញចាស់ថ្លៃហើយបោះអញមើលរស់អញនឹងដើម្បីឲ្យជាម្ចាស់នៃអ្វីហ្នឹងឲ្យឃើញមកក្រៅទៅពីវិថីចិត្តដឹងអារម្មណ៍ហ្នឹងយើងនឹងជាស្អីទៅមកហួងហែងអ្វីក្នុងโลกហ្នឹងជាបោះអញមិនមែនរៀបរៀងអីរឿងប្រយោជន៍បច្ចុប្បន្នដើម្បីថាយើងមានយើងបានយើងគ្រប់គ្រងយើងហួងហែងអីហ្នឹងគឺវាជាធម្មតារបស់គរិវៈណាប៉ុន្តែនេះនិយាយដើម្បីបើយើងស្ដាប់បាននេះសម្រួលផ្លូវចិត្តរបស់យើងនេះកុំឲ្យចិត្តតែមួម៉ៅក្តៅកាហាយជាមួយតែនឹងទ្រព្យរបស់ឯងនេះទ្រព្យរបស់ខ្លួនឯងដែលសន្មត់ហ្នឹងណាហើយវាមានជាយៈតិជុំប៉ុន្តែវាទៅជាមួម៉ៅក្តៅកាហាយហ្នឹងឯងរឿងរ៉ាវអីជាមួយអ្នកដតីអីហ្នឹងអាអស់ទ្រព្យនោះវាអស់ហើយវាអស់ប៉ុនទៅទៀតណាវាអស់ប៉ុនទៅទៀតអស់ប៉ុនអស់មិនចូលរវល់ខឹងបានប៉ុនអីហ្នឹងឯងពេលវេលាគេត្រូវធ្វើប៉ុនតិចល្អមកវត្តងាកឡើងម៉ោង
4 ម៉ោង 5 សូត្រធัวឲ្យរងំក្រោមពពោធិព្រឹកព្រះវិហារបច្ចេកដីអីចឹងទៅឯង